ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី20 ខែវិច្ឆិកាឆ្នាំ2025បានអញ្ជើញទៅជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីនៃវិទ្យុជាតិនិងពិនិត្យមើលអគារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលស្ថិតនៅសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញដើម្បីរៀបចំកែលម្អឡើងវិញក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិឈានមុខជានិច្ចក្នុងបុព្វហេតុបម្រើផលប្រយោជន៍ប្រជាជនការរៀបចំជួសជុលឡើងវិញនៅផ្នែកខ្លះៗនៃអគារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាក៏ជាការធ្វើឲ្យទីតាំងស្ថាប័នផ្សព្វផ្សាយរបស់ជាតិមានសោភ័ណភាពជាកន្លែងបំពេញការងារប្រកបដោយផាសុកភាពសម្រាប់មន្ត្រីរាជការបំពេញកិច្ចការងារជាពិសេសលើកកម្ពស់គុណភាពសមត្ថភាពការផ្សព្វផ្សាយឲ្យកាន់តែទំនើបនិងមានគុណភាពស្របតាមបច្ចេកវិទ្យារីកចម្រើនវិទ្យុជាតិកម្ពុជាមានទស្សនវិស័យចម្បងក្នុងការផ្សព្វផ្សាយបម្រើផលប្រយោជន៍សាធារណជនដែលមានកម្មវិធីប្រកបដោយខ្លឹមសារតុល្យភាពត្រឹមត្រូវទាន់សភាពការដែលអាចផ្ដល់ដំណឹងនិងសម្របសម្រួលការពិភាក្សារវាងរដ្ឋាភិបាលប្រជាជនសង្គមស៊ីវិលនិងផ្នែកឯកជនវិទ្យុជាតិកម្ពុជាបានបន្តពង្រឹងគុណភាពក្នុងការផលិតកម្មវិធីកម្សាន្តអប់រំដើម្បីចូលរួមលើកកម្ពស់វប្បធម៌ប្រពៃណីជាតិឯកឧត្តមរដ្ឋមន្ត្រីនេតភក្ត្រាបានគូបញ្ជាក់ថានៅក្នុងអាណត្តិទី7នេះក្នុងក្របខ័ណ្ឌនៃការងាររបស់ក្រសួងព័ត៌មានបានដាក់ចេញគោលនយោបាយជារួមគឺការកំណែទម្រង់មុខងារសាធារណៈផងនិងការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងព័ត៌មានក្នុងគោលដៅកំណត់នៅចក្ខុវិស័យធ្វើយ៉ាងណាឲ្យអង្គភាពព័ត៌មាននេះទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី7ដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបន្តពង្រឹងសមត្ថភាពឲ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យានិងសង្គមក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាពនិងជំនឿទុកចិត្ត357រៀលបាទធ្វើបាន7តោន